នៅពេលជួបបញ្ហាអ្នកជំនួញព្យាយាមរុញវាចេញដើម្បីលក់ធម្មតាតែសហគ្រិនប្រើបញ្ហាជាឱកាសដើម្បីបង្កើតអ្វីដែលថ្មីតើអ្នកស្ថិតនៅក្នុងក្រុមមួយណាសួស្តីទាំងអស់គ្នាមនុស្សជាច្រើនគិតថាអ្នកជំនួញនិងសហគ្រិនគឺចំណុចតែមួយប៉ុន្តែតាមពិតពួកគេមានផ្នត់គំនិតខុសគ្នាទាំងស្រុងទាំងនេះគឺជាភាពខុសគ្នារវាងសហគ្រិននិងអ្នកជំនួញទូទៅដោយផ្អែកលើទ្រឹស្ដីរបស់លោក Peter Drucker បិតាសហគ្រិនភាពបន្ទាប់ខ្ញុំនឹងធ្វើការបែងចែកភាពខុសគ្នារវាងសហគ្រិននិងអ្នកជំនួញដោយផ្អែកលើចំណុច3ធំៗតាមលោក Peter Drucker ដូចជាផ្នែកទីផ្សារអាជីវកម្មហានិភ័យអាជីវកម្មនិងគោលដៅអាជីវកម្មផ្នែកទីផ្សារអ្នកជំនួញដើរតាមផ្លូវដែលមានស្រាប់រីឯសហគ្រិនគឺជាអ្នកបង្កើតផ្លូវថ្មីឧទាហរណ៍អ្នកជំនួញម្នាក់គាត់មើលឃើញគេលក់បាយជោគជ័យគាត់ក៏បើកលក់បាយដែរគាត់ប្រកួតប្រជែងជាមួយគេលើតម្លៃផ្ទុយទៅវិញសហគ្រិនបើឃើញគេលក់បាយគាត់មិនត្រឹមតែលក់បាយទេប៉ុន្តែគាត់រកវិធីក្នុងការបង្កើតគុណតម្លៃថ្មីឬបន្ថែមទៅលើការលក់បាយរបស់គាត់ដូចជាការវិចប់បែបបរិស្ថានការទិញវត្ថុធាតុដើមពីកសិករផ្ទាល់ការច្របាច់បញ្ចូលបច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យគុណតម្លៃនៃហាងបាយរបស់គាត់កើនឡើងហើយគាត់អាចលក់បានតម្លៃថ្មីល្អជាងគេផ្នែកហានិភ័យអ្នកជំនួញធម្មតាព្យាយាមកាត់បន្ថយហានិភ័យដើម្បីបានផលចំណេញភ្លាមៗពីឯសហគ្រិនផ្ដោតលើការគ្រប់គ្រងហានិភ័យដើម្បីកសាងម៉ាកយីហោនិងនិរន្តរភាពអាជីវកម្មឧទាហរណ៍អ្នកជំនួញមួយរូបគាត់សម្លឹងមើលផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងហើយឃើញថាមានហាងកាហ្វេ3កំពុងតែលក់កាហ្វេទឹកដោះគោទឹកកកដោយជោគជ័យក្នុងតម្លៃ $1.5 ដោយសារកាហ្វេទឹកដោះគោទឹកកកមានមនុស្សទិញស្រាប់ហើយមនុស្សចូលចិត្តគាត់ធ្វើតាមគេទាំងស្រុងដើម្បីកាត់បន្ថយហានិភ័យគាត់ប្រើប្រាស់កាហ្វេដូចគេប្រើកែវជ័រដូចគេនិងមានមេនុយដូចគេបេះបិទគាត់ធ្វើបែបនេះព្រោះគាត់ចង់កាត់បន្ថយហានិភ័យឲ្យទាបនិងបានប្រាក់ចំណេញភ្លាមៗនៅថ្ងៃនេះគាត់ខ្លាចនៅក្នុងការសាកល្បងផលិតផលអ្វីដែលថ្មីព្រោះវាអាចនឹងលក់មិនដាច់ដូច្នេះគាត់ជ្រើសរើសផ្លូវដែលសុវត្ថិភាពបំផុតខុសគ្នាស្រឡះសហគ្រិនដោតលើការគ្រប់គ្រងហានិភ័យដើម្បីកសាងម៉ាកយីហោនិងនិរន្តរភាពអាជីវកម្មគាត់មើលឃើញផ្លូវដ៏មមាញឹកដដែលនោះដែរប៉ុន្តែគាត់អង្កេតឃើញបញ្ហាមួយចំនួនដូចជាការកើនឡើងសំណល់ផ្លាស្ទិកអ្នកផលិតគ្រាប់កាហ្វេក្នុងស្រុកខ្វះទីផ្សារដែលក្រុមអ្នកលក់ទាំងនោះមិនបានជ្រើសរើសមកប្រើនៅឡើយដូច្នេះជំនួសឲ្យការចម្លងគេគាត់ចំណាយពេលស្រាវជ្រាវរកកែវដែលអាចរលាយបានទៅតាមធម្មជាតិហើយទៅទិញគ្រាប់កាហ្វេដែលដាំនៅក្នុងស្រុកដោយផ្ទាល់ពីកសិករនេះហាក់ដូចជាប្រថុយប្រថានព្រោះវានាំឲ្យតម្លៃកាហ្វេរបស់គាត់ថ្លៃខុសគេបន្តិចហើយមិនទាន់ដឹងថាមានភ្ញៀវគេចង់សាកល្បងឬអត់សហគ្រិនគាត់មិនមែនសម្លឹងមើលតែចំណេញមួយមុខសម្រាប់ថ្ងៃនេះនោះទេប៉ុន្តែគាត់កំពុងកសាងម៉ាកយីហោនិងប្រព័ន្ធអាជីវកម្មមួយថ្មីដែលបន្ថែមគុណតម្លៃថ្មីទៅកាន់ហាងកាហ្វេរបស់គាត់ដើម្បីឲ្យគាត់មានភាពខុសប្លែកពីគេផ្នែកគោលដៅអ្នកជំនួញផ្ដោតលើប្រាក់ចំណេញជាចម្បងគាត់លក់អ្វីក៏បានឲ្យតែបានចំណេញលុយពីឯសហគ្រិនផ្ដោតលើដំណោះស្រាយនិងការបង្កើតប្រព័ន្ធឧទាហរណ៍អ្នកជំនួញមួយបានប្រឡេកឃើញការផលិតទឹកសុទ្ធលក់គឺចំណេញហើយមានទីផ្សារធំឬតម្រូវការច្រើនគាត់ក៏បានចាប់ផ្ដើមផលិតទឹកលក់ដូចគេដូចឯងប៉ុន្តែសហគ្រិនផ្ដោតលើដំណោះស្រាយនិងការបង្កើតប្រព័ន្ធឧទាហរណ៍ជំនួសឲ្យការផលិតទឹកសុទ្ធសហគ្រិនអង្កេតឃើញបញ្ហាមួយនោះគឺប្រជាជននៅតាមជនបទខ្វះខាតទឹកស្អាតបរិភោគហើយគ្មានលទ្ធភាពទិញទឹកបរិសុទ្ធបរិភោគប្រចាំថ្ងៃឆ្លើយតបនឹងបញ្ហានេះសហគ្រិនបង្កើតកន្លែងផលិតឧបករណ៍ចម្រោះទឹកដោយដីឥដ្ឋដែលមានតម្លៃសមរម្យហើយអាចផលិតទឹកបរិភោគបានសហគ្រិនមិនត្រឹមតែបង្កើតធុងទឹកចម្រោះប៉ុណ្ណោះទេគាត់បានបង្កើតឲ្យមានប្រព័ន្ធខ្សែច្រវាក់ដូចជាអ្នកផលិតអ្នកចែកចាយនិងការផ្សព្វផ្សាយលើកម្ពុជាចំណេះដឹងលើការប្រើប្រាស់ទឹកស្អាតទៀតផងនេះគឺជាការបង្កើតប្រព័ន្ធសរុបរួមមកវិញតើស្ថាប័នអាជីវកម្មឬអាជីវកម្មគ្រួសារមួយគួរតែមានអត្តចរិតជាអ្នកជំនួញឬសហគ្រិនយើងត្រូវការទាំងពីរយើងត្រូវការអត្តចរិតអ្នកជំនួញដើម្បីគ្រប់គ្រងនិងបង្កើតគោលដៅហិរញ្ញវត្ថុនិងអត្តចរិតសហគ្រិនដើម្បីបង្កើតការច្នៃប្រឌិតនិងចូលរួមក្នុងការដោះស្រាយបញ្ហាសង្គមមកដល់ត្រង់នេះសាកសួរខ្លួនឯងមើលតើអ្នកមានលក្ខណៈជាសហគ្រិនឬជាអ្នកជំនួញ Complete comment ខាងក្រោមបើចង់សាកល្បងធ្វើតេស្តថាអ្នករៀនបានអ្វីខ្លះពីវីដេអូមួយនេះសូមចុច link ធ្វើតេស្តខាងក្រោមហើយកុំភ្លេចជួយ subscribe អ្នកមួយផង